ដល់តែជាផ្កាឈូករត់វិញទេឈូករត់គឺជា logo របស់ក្រុមហ៊ុនខ្ញុំកម្រាលតុកបដោតទៅជាពណ៌មាសគឺជាសំណាងស៊ីជើភេសជ្ជៈទទួលភ្ញៀវត្រូវតែប្រើផ្កាស្បៃរឿងព្រោះស៊ីជើចូលចិត្តវាបាននេះជាចិញ្ចៀនភ្ជាប់ពាងដែលត្រូវបានឌីហ្សាញឡើងដោយលោកអាវរីជាវិចិត្រករដែលលោកគូចូលចិត្តសង្ឃឹមថាសប្តាហ៍ក្រោយស៊ីជើនឹងយកព្រមពីការសុំរៀបការរបស់ខ្ញុំចោះហើយគេនឹងយកចិញ្ចៀនមួយនេះពាក់លើម្រាមដៃចិញ្ចៀនខ្ញុំអ្នកនាងវិនការសុំរៀបការមិនមែនគួរតែខាងប្រុសជាអ្នកធ្វើឡើងទេហ៎ឆ្នាំនេះខ្ញុំអាយុ30ឆ្នាំស៊ីជើគឺទៅតាម25រឿងរៀបការអីអននេះអ្នកណាបញ្ញាំអ្នកនោះគួរតែជាអ្នកធ្វើវាជុំចុងក្រោយគូស៊ីជើនិងសូវលាវការប្រណាំងរបស់ពួកគេតាមស្អិតអាយ៉ាស្អីគេដល់ផ្លូវដាច់នេះគូស៊ីជើដណ្ដើមយកផ្លូវខាងក្នុងហើយគូស៊ីលាវខំប្រឹងបន្ថែមល្បឿនអូតាមគេហើយដល់ជុំចុងក្រោយហើយគូស៊ីជើពៀនជើងឯកជាកម្មសិទ្ធិរបស់គូស៊ីជើលោកទទួលបានជើងឯកដល់តែ3ឆ្នាំជាប់គ្នាតើលោកមានអ្វីចាំនិយាយដែរទេខ្ញុំចង់អរគុណដល់គ្រូបង្វឹករបស់ខ្ញុំគឺវិនអ៊ីនីងគ្រប់ការប្រកួតរបស់ខ្ញុំតែងតែមានវត្តមានរបស់នាងរហូតនាងគឺជាអ្នកនាំផ្កាយសំណាងរបស់ខ្ញុំលើកថាលោកនៅនឹងវិនបានតាក់ទងគ្នា5ឆ្នាំមកហើយតើពួកលោកមានបំណងចង់រៀបការនឹងគ្នាដែរទេឲ្យតែនាងយល់ព្រមខ្ញុំនឹងអាចសុំនាងរៀបការគ្រប់ពេលវេលាទាំងអមើលតែស៊ីជើគេមិនប្រឆាំងនឹងការរៀបការមួយអាទិត្យក្រោយសង្ឃឹមថាការរៀបការមួយនេះនឹងជោគជ័យចុះរឿងដែលបាននិយាយតើវាអាចយកជាការបានឬអត់តែរឿងអីតែឲ្យតើអូនយល់ព្រមបងនឹងអាចសុំអូនរៀបការបានគ្រប់ពេលអូនចង់រៀបការហើយឆ្នាំនេះអូនអាយុ30ឆ្នាំហើយអ្នកផ្ទះអូនបានបង្ខំអូនចង់ឲ្យរៀបការចោលសម្ព័ន្ធភាពស៊ីជើពួកយើងរៀបការជាមួយគ្នាទេបងតែចាំអូននៅហាងអាហារឡាយើងមុនពេលអូនរៀបចំខ្លួនរួចចាំអូនចាត់ទៅតាមក្រោយទៅអេចាំបន្តិចអាទិត្យក្រោយគឺជាថ្ងៃកំណើតរបស់បងអូនរៀបចំកម្មវិធីខ្លះនៅមីងទីងបងត្រូវតែទៅឲ្យទាន់ពេលណាបងធ្វើអីបងដឹងថាញញរបស់បងគឺល្អចំពោះបងជាងគេអញ្ចឹងបាត់ទៅមុនហើយស៊ីជ័យតើបងនឹងយល់ព្រមការសុំរៀបការរបស់អូនហើយព្រមពាក់វិដ័យផ្ទាល់ដៃឲ្យអូនឬអត់ស៊ីជ័យឯងពិតជាអស្ចារ្យមែនទាំងការងារទាំងរឿងស្នេហាជោគជ័យទាំងអស់តែម្ដងហើយប៉ុន្តែឯងពិតជាចង់រៀបការជាមួយនឹងគ្រូបង្វឹកពិតមែនទេមិននឹងអាចទៅយើងយកវិនអ៊ីនីងគឺគ្រាន់តែចង់បង្កើតបទពិសោធន៍តែប៉ុណ្ណោះទេដឹងដែរទេហាឯងចង់បង្កើនបទពិសោធន៍ទេហើយនៅអាចស្អីទៀតទៅច្បាស់ជាបង្កើតបទពិសោធន៍ហើយតាមសាលាញ់សិនទៅសិង្ហហើយនៅពេលដែលគ្រូបង្វឹកវិនមិនទាន់ចូលមកសិនអ៊ីងហ៊ុននិងអ៊ីជើគឺជាស្រេចត្រាញ់ហើយនៅវិស័យប៉ុណ្ណឹងនេះណានៅលើសង្វៀនប្រគុណសិនជើនិងសិង្ហហ៊ុនពិតជាសហកម្មល្អណាស់ហើយទទួលបានពានរង្វាន់5ឆ្នាំមុនទៀតស៊ីជើបានសារភាពថាឈិញហ៊ុនត្រូវបាននាងបដិសេធនាងនិយាយថានាងចូលចិត្តអ្នកដែលមានបទពិសោធន៍ដូច្នេះសិនជើទៅរកគ្រូបង្វឹកគឺដើម្បីហ្វឹកហាត់បង្កើនសមត្ថភាពស្នេហាបទពិសោធន៍ការស្រឡាញ់គ្នាឈិញហ៊ុននាងចិត្តត្រឡប់មកវិញហើយស៊ីជើតែឯងមានបំណងបែកគ្នាជាមួយនឹងគ្រូបង្វឹកដែរទេប្រកាសជាបែកហើយប៉ុន្តែយើងនឹងវិនអ៊ីនីងគឺបានស្រឡាញ់គ្នា5ឆ្នាំមកហើយស្រឡាញ់ចាប់តាំងពីអាយុ25ឆ្នាំដល់30ឆ្នាំនាងបានចំណាយពេលវេលាល្អបំផុតរបស់នាងមកលើយើងណាគឺយើងមិនចង់ធ្វើបាបនាងម្ដងទេដើរមកជំហានគិតមកជំហានទៅឲ្យតែនាងយកព្រមខ្ញុំអាចសុំនាងរៀបការគ្រប់ពេលយើងយកវិនអ៊ីនីងគ្រាន់តែចង់បង្កើតបទពិសោធន៍តែប៉ុណ្ណោះ
គឺយើងយកនាងចង់បានបត់ពិសោធន៍កាន់តែខ្លាំងឡើងគេចង់បង្កើនសមត្ថភាពស្នេហានិងការស្រឡាញ់គ្នាតែប៉ុណ្ណោះមែនទេហើយដើរមួយជំហានគិតមួយជំហានទៅតាមពិតទៅខ្ញុំនឹងគេ5ឆ្នាំមកនេះគ្រាន់តែជាការហាត់សមបង្កើតបទពិសោធន៍គេប៉ុណ្ណោះអាឡូ PEG ខ្ញុំយកព្រមនឹងការសម្រៀបការរបស់លោក3នាទី30វិនាទីគូសិចៃនឺប្រាប់ពេល3នាទី40វិនាទីទើបឈ្នះពានជើងឯងប្រសិនបើគេដឹងថាឯងក៏អាចប្រណាំងបានហើយជំនាញបើកបររបស់ឯងល្អជាងគេទៀតគេច្បាស់ជាដេញមិនលក់ជាមិនខានគ្រួសាររបស់ខ្ញុំមានតែខ្ញុំម្នាក់សហគ្រាសធំនោះកំពុងតែចាំខ្ញុំទៅស្នងតំណែងខ្ញុំមិននឹងអាចបោះបង់ចោលហើយមកប្រកួតឡាននឹងយើងគ្រាន់តែចាំមកបាក់ម្ដងមកកាប៉ុណ្ណឹងឯងពិតជាចង់បែកគ្នាជាមួយប្អូនយើងហើយទៅរៀបការចោលសម្ព័ន្ធភាពពិតមែនទេស្នេហាមិនមែនជាអ្វីគ្រប់យ៉ាងក្នុងជីវិតឡើយទោះយើងស្រឡាញ់គេប៉ុន្តែយើងស្រឡាញ់ខ្លួនឯងច្រើនជាងស្រឡាញ់គ្នាដល់តែ5ឆ្នាំឯងដាច់ចិត្តហើយពួកវាដុសខ្នែងគឺនៅលើសាញ់បើយើងមិនកាត់វាចោលវានឹងឈឺខ្លាំងជាងមុនទៀតអាឡូខ្ញុំកាហ្វេជើកន្លះម៉ោងទៀតខ្ញុំនឹងទៅដល់ហាងកាហ្វេហើយបានខ្ញុំនឹងទៅដល់ឡើយនេះនេះជាកិច្ចសន្យារៀបការ5ថ្ងៃទៀតពិធីមង្គលការនឹងរៀបចំនៅហាងមេងទីងហាងមេងទីងត្រូវការកក់មុនរយៈពេល1ខែមុនតើដើមឡើយអ្នកនាងចង់ប្រារព្ធពិធីអ្វីដែរទៅនៅយប់នេះមានមិត្តរួមក្រុមពីមុនគេត្រឡប់មកពីបរទេសវិញពួកយើងទៅទទួលគេជាមួយគ្នាទៅតើអូនឯណាចាំបងទៅទទួលអូនប្រធានភីលោកមានអំណាចនៅទីក្រុងជាងណាមុនពេលដែលលោកសម្រេចចិត្តចង់សម្ព័ន្ធភាពជាមួយគ្រួសារវិនខ្ញុំមិនជឿថាលោកមិនដឹងពីស្ថានភាពរបស់ខ្ញុំទេក្នុងរយៈពេល7ថ្ងៃនេះអ្នកនាងអាចដោះស្រាយរឿងរបស់អ្នកនាងរួចរាល់ចុះខ្ញុំសង្ឃឹមថាពួកយើងអាចមានអាពាហ៍ពិពាហ៍រីករាយក្នុងរយៈពេល5ថ្ងៃក្រោយខ្ញុំលាសិនហើយលោកគ្រូលោកមករកលោកប្រធានគូតាមែនទេលោកនិងអ្នកនគូត្រូវរៀបការឲ្យខ្ញុំចូលរួមអបអរសាទរទេរៀបការជាមួយគ្នា5ថ្ងៃក្រោយគាត់មិនមែនចង់សុំលោករៀបការនៅហាងមិញទិញទេតើលោកមិនដឹងទេហាងមិញទិញអាទិត្យក្រោយគឺជាថ្ងៃកំណើតរបស់បងអូនបានរៀបចំកម្មវិធីខ្លះឲ្យបងនៅមិញទិញបងត្រូវតែទៅទាន់ពេលណាខ្ញុំនៅមានការរវល់ទៀតបើអញ្ចឹងខ្ញុំសូមលាសិនហើយណាតាមពិតទៅនាងចង់សុំរៀបការជាមួយខ្ញុំសោះស៊ីចៃអូនចាំមកហើយតោះឡើងឡានសិនទៅ5ថ្ងៃក្រោយគាត់មិនមែនចង់សុំលោករៀបការនៅហាងមេងទិញទេអីតើលោកមិនដឹងទេអីនេះបងគិតថាពួកយើងនៅគ្មាននៅឡើយទេប្រហែលឆ្នាំនេះបងនៅមិនទាន់ចាំកម្ម
កម្មវិធីជប់លៀងនៅយប់នេះចំខ្ញុំមានរឿងចង់និយាយជាមួយបង នៃរបស់បងនោះគឺបងមិនតាន់ចង់រៀបការលឿនយ៉ាងនេះទេបងសូមលើកទូរស័ព្ទបន្តិចសិនហៅឡូ នៅពលានយន្តហោះខ្ញុំឡើងឡានមិនតាន់ទេឆ្កែគោបញ្ញាប់មកទទួលខ្ញុំមកលឿនមក